បានបងប្អូនសួស្តីបងប្អូនហ្នឹងហើយបងប្អូននេះជាសកម្មភាពបងប្អូនគាត់ទៅមើលគោណាបងប្អូនហើយអញ្ចឹងបច្ចុប្បន្នបងប្អូនដឹងស្រាប់ថាទីផ្សារគោបច្ចុប្បន្នវាហាក់ដូចជាមានកំណើនឡើងខ្លះអញ្ចឹងណាបងប្អូនតាំងពីយើងបិទព្រំដែនរវាងកម្ពុជាថៃយើងមកគោយើងក្នុងស្រុកវាមានទីផ្សារបន្តិចហើយអញ្ចឹងហើយសន្ទុះតម្លៃគោក៏វាហក់ឡើងល្មមមកសមរម្យដែលបងប្អូនអាចមើលបានដែរណាបងប្អូនហើយតម្លៃគោនឹងទៀតសោតក៏វាមិនមែនថ្លៃជាទូទៅទេបងប្អូនតំបន់នៅខេត្តខ្លះគោវាតម្លៃតាមប្រភេទគោដែរទេបងប្អូនអ្វីដែលថ្លៃនោះគឺគោនៅប៉ែកខាងខេត្តកណ្ដាលខេត្តអីចឹងណាបងប្អូនដូចជាអ្នកស្រុកទលេស្រុកអីទៅអាហ្នឹងវាតម្លៃរៀងហក់ឡើងគ្រាន់ចឹងទៅហើយសម្រាប់បងប្អូននៅខេត្តខ្លះទៅគោមិនជាអ្នកឡើងថ្លៃប្រហែលដែរទេចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងសរុបមកវិញមានន័យថាយើងជាអ្នកស្រែចម្ការជាកសិករយើងកុំបោះបង់ចោលបងប្អូនរបរចិញ្ចឹមគោក្របីនេះវាជាចំណូលមួយផ្នែកសម្រាប់យើងដែរបងប្អូនបន្ទាប់ពីយើងធ្វើស្រែចម្ការហើយជាជាងយើងទុកដីទំនេរឲ្យដុះស្មៅយើងអាចបន្ថែមមុខរបរនឹងបន្ថែមទៀតវាមិនចេះខាតទេបងប្អូនគ្រាន់តែថាតម្លៃវាទៅតាមហាងឆេងចាក់ស្ដែងអញ្ចឹងទៅឡើងចុះទៅវាមិនទៀងអញ្ចឹងធម្មតាទេការចិញ្ចឹមបងប្អូនតែបើសិនជាយើងទោះជាវាតម្លៃយ៉ាងណាក៏យើងត្រូវតែលក់បានចំណូលដែរបងប្អូនតិចច្រើនតែយើងលក់បានជាលុយដំនឹងតាមច្បល់ខ្ញុំយើងគួររំកុំរំលើងអីយើងដាក់បដែតទៅបងប្អូនតាមសិក្សាចការយើងស្ដាយស្មៅព្រោះរដូវវស្សាម្ដងគឺស្មៅសបោនឹងយកទៅណាមអស់ទេបងប្អូនរដូវជ្រុតកាត់ខ្លះក៏វាស្រួលដែរគេប្រមូលផលអស់យើងអាចប្រឡែងឲ្យវាស៊ីបានតាមធម្មជាតិចឹងបងប្អូនហើយយើងទៅធ្វើការអីផ្សេងបានឬក៏ចងល្ងាចឲ្យចោលបានយើងទៅប្រកបរបរអីផ្សេងបាននៅក្បែរនឹងធ្វើចំការធ្វើស្រែផងចិញ្ចឹមជាគោជាក្របីឯផងហើយដើម្បីបង្កើនប្រាក់ចំណូលយើងមកផ្នែកពេលដែលយើងត្រូវការអ្វីដែលចាំបាច់យើងអាចបញ្ចេញមួយទៅលើទីផ្សារទៅយើងបានលួយដំមកសម្រាប់យើងមកបំពេញបន្ថែមនៅតម្រូវការរបស់យើងអញ្ចឹងទៅបងប្អូនអញ្ចឹងបងប្អូនគួរតែកុំរំលើងអាចចិញ្ចឹមនំគ្នាចិញ្ចឹមឲ្យពិសេសគឺដាក់ពូជខ្មែរយើងបានច្រើនបងប្អូនវាមានទីផ្សារល្អគ្រាន់បើដែរនៅក្នុងពេលបច្ចុប្បន្នហ្នឹងបងប្អូនសូមអរគុណ